khơi vậy lăn lên rồi ngày ní đai nôm côn màu sờ rạ mần ti nơiกับปงสปื้อสระ mần ti រៈបុរីនៅទីរួមខេត្តកំពង់ស្ពឺទល់មុខសាលាទល់មុខសាលាវិទ្យាល័យចំបក់នៅខាងកំពង់ស្ពឺទីរួមខេត្តយើងហ្នឹងទៅពីពេញទៅដល់មុនខេត្តមានកូនប្រាសាទតូចដែលសល់តាំងពីជំនាន់មុនណាតាំងពីជំនាន់ណាទេព្រោះនៅនេះដូចជាអត់បានបញ្ជាក់ថានៅឆ្នាំណាទេគ្រាន់ណាគេយកមកដាក់តាំងលម្អអញ្ចឹងណាហើយកន្លែងនេះមានរូបសំណាក់ដែលធ្វើពីព្រះច្រើនមានចម្លាក់ឈើនេះនឹងប្រមូលតាំងពីណាមកទេព្រោះនេះជាគ្រាន់ណាកន្លែងទីសក្ការៈបូជាមាននៅឈើនេះធំនេះរូបសំណាក់រូបព្រះដែលសល់តាំងពីជំនាន់មុនគេប្រមូលយកមកថែសារទុកដើម្បីទុកឲ្យក្មេងឬក៏មនុស្សជំនាន់ក្រោយបានចូលទស្សនាលេងអញ្ចឹងណាពាក់ព័ន្ធទៅជាមួយនឹងសម្បត្តិចូលទស្សនាតែម្នាក់ 2000 ទេម្នាក់ 2000 ហើយថ្ងៃនេះមកគឺមកធ្វើការងារផងឆ្លៀតពេលថ្ងៃសៅរ៍កូនអត់រៀនផងចឹងនាំកូនដើរលេងជាមួយយើងមកធ្វើការមកផ្លែតហើយនាំកូនដើរលេងមកប្រាក់ពីការងារហើយនេះនៅនេះដូចជាវត្តអីមិនដឹងទេព្រោះមានរូបពុទ្ធមានគោងមានអីតែខ្ញុំអត់ច្បាស់ដែរព្រោះអត់បានសួរនាំគេហើយយើងចូលមកក្នុងទៀតមកយើងចូលក្នុងទៀតមកវាមានគេរៀបការឡាមានដើមឈើមានកន្លែងជាច្រើនដែលត្រូវមើលតែមកនេះអ្នកដែលមកគឺគាត់ដឹងហើយនៅនេះគឺកន្លែងដែលពិសេសហ្នឹងគឺមានត្រីធំនៅនេះត្រីប្រហែលជា1 គីឡូជាង100 គីឡូជាងសំទោសបងប្អូនអរគ្នានេះគេថតរូបទុកជាអនុស្សាវរីយ៍ហើយយើងចូលមកដើម្បីឲ្យត្រីស៊ីយើងទិញត្រីចំណីត្រីដាក់ឲ្យវាស៊ីលេងតែត្រីនេះធំគេហៅត្រីយក្សនេះមានត្រីយក្សហើយត្រីមាត់កពើហ្នឹងដូចកពើអញ្ចឹងគាត់ថាជាប្រភេទត្រីមាត់វាវែងហើយចំណីត្រីយក្សនេះគឺវាស៊ីត្រីបុំស៊ីត្រីហើយត្រីក្នុងមួយចាននេះយើងទិញដូចជា 5000 ក្នុងមួយចានហ្នឹងយើងដាក់ឲ្យវាស៊ីទៅនេះហក់បុបអូឃើញចង់ខ្លាចកូនខ្ញុំវិញឃើញរត់ហ្មងដោយសារវាធំពេកយកមើលអូអានេះយើងថតកាមេរ៉ាអញ្ចឹងមើលឃើញតូចទេតែយើងមកជាក់ស្ដែងធំមែនទែនហ្មងអ្នកដែលធ្លាប់មកគឺដឹងហើយត្រីហ្នឹងមានដូចជាមានមួយគូទេមានតែពីរហើយក្បាលវាហ្នឹងឡើងពណ៌ហេងកំម៉ៅហើយខ្នងវាហ្នឹងគឺពណ៌ឡើងហមដូចនៀកអញ្ចឹងណាហើយមានវត្ថុបុរាណតាំងពីមុនមកតែដោយសារខ្ញុំមើលអត់ឃើញថាគេដាក់តាំងពីចំនួនណាអញ្ចឹងណាអញ្ចឹងគេដាក់មានមកបន្ទប់ដាក់ដូចជាអាថូដូចជារបស់ឲ្យផ្សេងគេដាក់ចែកជាបន្ទប់ផ្សេងគ្នាអញ្ចឹងណាតែនៅក្នុងនេះឃើញមានដាក់របស់ចំនួនថ្មីដែរបានន័យថាមិនបុរាណទាំងអស់អញ្ចឹងណាអញ្ចឹងថាគេដាក់លម្អឬក៏មិនយើងអត់ដឹងអត់ច្បាស់លាស់ទេអញ្ចឹងបើតាមនេះដូចជាពួកប្រភេទក្អមប្រភេទអីចេះប្រហែលជាយើងប្រមូលគាត់ខាងគាត់ប្រមូលមកពីណាពីណីអត់ដឹងតែដូចជាប្រភេទដាវអីខ្ញុំឃើញនេះអាដាវនេះមិនដឹងថាមនុស្សជំនាន់មុនប្រើឬក៏មិនទេឬក៏ធ្វើក្រៅតែបើមនុស្សជំនាន់មុនប្រើមនុស្សមិនតូចទេដាវនេះចូល3 ម៉ែត្រទេហើយទម្ងន់ក៏មានស្រាលដែរចឹងបានន័យថាបើមនុស្សជំនាន់មុនប្រើបានន័យថាមនុស្សមុនគឺធំខ្លាំងណាអញ្ចឹងមានពេលទៅសាកចូលលេ